សម្ដេចធិបតីហ៊ុនម៉ាណែតបង្ហាញក្តីសោកស្ដាយជាមួយរាជរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលមីយ៉ាន់ម៉ាចំពោះឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីដកកក្រើកមិនធ្លាប់មានខណៈចំនួនមនុស្សស្លាប់នៅមីយ៉ាន់ម៉ាកើនជិត700នាក់ហើយមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លងបញ្ចាំងពីឧត្តមភាពសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញការសោកស្ដាយនិងចូលរួមជាមួយនឹងរាជរដ្ឋាភិបាលថៃនិងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះដោយសារឧបទ្ទវហេតុគ្រោះរញ្ជួយដីដែលកើតឡើងនារសៀលថ្ងៃសុក្រទី28ខែមិនិនាឆ្នាំ2025នេះបន្ទាប់ពីការកើតឡើងនៃគ្រោះធម្មជាតិនេះក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនិងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជាបានធ្វើការសហការជាមួយឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសថៃនិងមីយ៉ាន់ម៉ាដើម្បីក្តាប់ព័ត៌មាននិងតាមដានស្ថានភាពដែរជាមួយនឹងការសហការជាមួយនឹងសមត្ថកិច្ចមូលដ្ឋានក្រមការងាររបស់កម្ពុជាបានធ្វើការចូលរួមជួយសង្គ្រោះនិងតាក់ទងជាមួយនឹងប្រជាពលករខ្មែរដែលកំពុងរស់នៅនិងកំពុងធ្វើនៅក្នុងតំបន់ដែលរងគ្រោះសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅនិងធ្វើការងារនៅប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃជាពិសេសនៅតំបន់ដែលរងគ្រោះដោយគ្រោះរញ្ជួយដីជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាយើងក្នុងន័យនេះស្ថានឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសទាំងពីរនិងទីប្រឹក្សាពលករបាននឹងកំពុងតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើកិច្ចការងារនេះនិងសហការជាមួយនឹងសមត្ថកិច្ចនៅនឹងកន្លែងដើម្បីផ្ដល់នូវកិច្ចការអន្តរាគមន៍ជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះឲ្យអស់លទ្ធភាពនិងបានទាន់ពេលវេលាសម្ដេចធិបតីហ៊ុនម៉ាណែតបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសថៃនិងមីយ៉ាន់ម៉ាដែលត្រូវការជំនួយឬមានព័ត៌មានបន្ថែមទាក់ទងទៅកាន់ស្ថានទូតកម្ពុជាប្រចាំប្រទេសនីមួយៗសម្ដេចធិបតីហ៊ុនម៉ាណែតសូមជូនពរដល់បងប្អូនខ្មែរទាំងអស់ដែលស្ថិតនៅក្នុងតំបន់រងគ្រោះដើម្បីឲ្យមានសុវត្ថិភាពនិងរួចផុតពីគ្រោះថ្នាក់សូមបញ្ជាក់ជូនថាគ្រោះរញ្ជួយដីដកកក្រើកមិនធ្លាប់មាននៅក្នុងប្រទេសមីយ៉ាន់ម៉ាអង្រួតដល់ប្រទេសថៃនេះបានកើតឡើងកាលពីរសៀលថ្ងៃសុក្រវេលាម៉ោង 1:30 នាទីរសៀលបានធ្វើឲ្យអគារទីក្រុងបាងកករំញ័ររញ្ជួយខ្លះបាក់ស្រុតរាបដល់ដីចំណែកនៅប្រទេសមីយ៉ាន់ម៉ាវិញគ្រោះធម្មជាតិរញ្ជួយដីដកកក្រើកកម្រិត7ក្តារសញ្ញា7រិចទ័រនេះបានបំផ្លាញអគារចំណាស់ជាបេតិកភណ្ឌរបស់ទីក្រុងម៉ាន់ដេលេនិងទីអារាមរបស់ព្រះសង្ឃមីយ៉ាន់ម៉ាព្រមទាំងបន្តរញ្ជួយនៅយប់ថ្ងៃទី28នោះជាបន្តបន្ទាប់ដែរដែលបង្កឲ្យមានមនុស្សរបួសជាង1670នាក់និងមនុស្សស្លាប់បន្តកើនឡើងជិត700នាក់ហើយចំណែកសំណង់អគារដែលបាក់ស្រុតនៅប្រទេសថៃវិញក្រុមអ្នករុករកនិងជួយសង្គ្រោះនៅតែបន្តស្វែងរកមនុស្សដែលកប់នៅខាងក្នុងចំនួនមនុស្សស្លាប់កើនឡើងដល់ជិត10នាក់ខណៈដែលកម្មករថៃនិងបរទេសជាង50នាក់ទៀតនៅតែបាត់ខ្លួននៅឡើយទេវិតាឆ្លងបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់